គឺជា account TikTok របស់ខ្ញុំផ្ទាល់ view ច្រើនមែនទែនអត់ក្រោម 8-9k ទេហើយណាក៏ 9k ឡើងដែរហើយអ្នកមើលធ្វើតែជាជនជាតិខ្មែរអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ boot បែបហ្នឹងដែរហើយមាន view មាន like ច្រើនហើយវាអត់ចេះបាត់ like បាត់ view វិញអាចធ្វើតាមវីដេអូនេះបានទាំងអស់គ្នាអាចធ្វើការ scan QR code ដើម្បីចូលមកប្រើ Telegram bot ឬមួយក៏ចុចតាម link នៅខាងក្រោមបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នានឹងឃើញវាជាទម្រង់បែបហ្នឹងហើយអញ្ចឹងដើម្បីអាច boot បានគឺអ្នកទាំងអស់គ្នាត្រូវធ្វើការដាក់លុយចូល Telegram bot ជាមុនសិនអញ្ចឹងអ្នកទាំងអស់គ្នាអាចជួយលើកពេលដាក់លុយចូល bot នេះមកបន្តមកទៀតគឺវានឹងសួរយើងចង់ដាក់ចូលប៉ុន្មាន$1 $2 $3 $4អញ្ចឹងទៅហើយសម្រាប់ការ boot TikTok យើងអាច boot ចាប់ពី$1ឡើងទៅបានអូខេអញ្ចឹងបើយើងចង់ដាក់លុយ$1យើងចុចលើដាក់លុយ$1មកវានឹងមាន QR code យើង scan លុយហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច share ក៏បាន screenshot ក៏បានយើងយកធនាគារ ABA Wing AC ដែរក៏ដោយឲ្យធនាគារនៅខ្មែរអាច scan QR បានយើងមក scan មកគឺលុយវានឹងចូលអូតូហើយអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានបញ្ចូលលុយហើយយើងត្រូវជួយលើពាក្យសេវាកម្មដើម្បីធ្វើការ boot TikTok បន្ទាប់ពីយើងជួយលើសេវាកម្មហើយវានឹងបង្ហាញមកចំនួនប៉ុណ្នេះហើយនេះគឺជាចំនួនលុយដែលខ្ញុំមាន59.84តែបើអ្នកទាំងអស់គ្នាបញ្ចូល$1អញ្ចឹងវាឃើញតែ$ទេអញ្ចឹងសេវាកម្មវាមានការបុកហ្គេមទាំង Telegram Star Premium អីចឹងទៅតែខ្ញុំអត់បង្ហាញទេខ្ញុំធ្វើពីការ boot TikTok អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមការណែនាំបានហើយសម្រាប់ការ boot TikTok វាមានទាំងអស់4អ្នកទាំងអស់គ្នាខ្ញុំសូមបញ្យល់មួយថា4ហ្នឹងវាខុសគ្នារបៀបម៉េចសម្រាប់ការ boot TikTok ខ្មោចនេះគឺមានន័យថាយើងប្រើសេវាកម្មចាក់ like អ្នកមើលវីដេអូយើងអ្នក like វីដេអូយើងមិនមែនជាមនុស្សពិតទេពេលណា account របស់គាត់សិតតែជា account bot account ខ្មោចចឹងទៅហើយអាហ្នឹងវាអាចធ្លាក់វិញខ្ញុំក៏អត់ណែនាំឲ្យ boot ដែរដោយសារវាអត់ល្អទេយើង boot ខ្មែរនេះវិញទៅតម្លៃវាបាក់បែកគ្នាអញ្ចឹងសម្រាប់ការ boot like គឺអ្នកទាំងអស់គ្នាអាចជួយលើនេះបានតែយើងអាច boot ចាប់ពី$1ឡើងទៅបានណាហើយកន្លែង follow នេះគួរយើងអាច boot បានដែរបើអ្នកទាំងអស់គ្នាចង់បាន follow ជាជនជាតិខ្មែរហើយកន្លែង boot view នេះ view ជនជាតិខ្មែរដូចគ្នាវាអត់ចេះធ្លាក់វិញទេឥឡូវយើងជួយលើ like មកអូខេអញ្ចឹងសួរថាពេលដែលយើង boot like អញ្ចឹងយើងបានតែ like ទេមែនអត់បាន view ទេមែន no view គួរបានដែរដោយសារជាទូទៅតតែមាន view បានមាន like គ្រាន់តែសេវាកម្មនេះវាផ្ដោតលើ like ជាងហើយសេវាកម្ម view វាផ្ដោតលើ view សេវាកម្ម follow វាផ្ដោតលើ follow ជាងទៅតែ like view comment follow នៅតែបានធម្មតាអូខេអញ្ចឹងអ្នកទាំងអស់គ្នាបើចង់ boot យើងអ្នកទាំងអស់គ្នាអាចរើសមក$1 $5 $15ចង់ boot ពីណាជាងជួយលើមួយហ្នឹងមកបន្ទាប់ពីយើងធ្វើការជួយលើហ្នឹងហើយគឺអ្នកទាំងអស់គ្នាត្រូវធ្វើការផ្ញើ link វីដេអូរបស់អ្នកទាំងអស់គ្នាទៅមានន័យថាចេះអូខេអញ្ចឹងខ្ញុំចូលមកកាន់ TikTok របស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាបើសិនខ្ញុំចង់ boot វីដេអូមួយនេះខ្ញុំចុចវីដេអូមួយហ្នឹងខ្ញុំចុចលើកន្លែង tray 3នេះមកឬមកក៏យើងចុចលើពាក្យ share ចុចលើ tray 3ហ្នឹងហើយគឺអ្នកទាំងអស់គ្នាត្រូវមើលពាក្យ copy link ចម្លងដំណបើអត់ឃើញទេយើងអាចអស់មកនេះមកដោយសារពេលហើយវីដេអូគៀនអញ្ចឹងយើងចម្លងដំណហើយយើងចូលមកកាន់ bot របស់យើងវិញហើយយើងធ្វើការ copy paste ផ្ញើឲ្យ Telegram ហ្នឹងទៅបន្តមកទៀតគឺយើងអាច check មើលម្ដងទៀតបាន calling ក៏អីចឹងពេលខ្លះអ្នកទាំងអស់គ្នា copy link ច្រឡំអញ្ចឹងបើអូខេត្រូវអស់ហើយយើងជួយលើពាក្យបង link មិនដើម្បីធ្វើការទិញអូខេអញ្ចឹងរបៀប boot TikTok ខ្មែរគឺមានតែប៉ុណ្្នឹងទេហើយរយៈពេល24ម៉ោងក្រោយវានឹងឡើងគ្រប់ចំនួនយប់ងាយហើយអាហ្នឹងវាចំណាយពេលយូរដល់24ម៉ោងដោយសារអ្នកចូលមើលវីដេអូរបស់យើងជាមនុស្សពិតហើយបើអ្នកទាំងអស់គ្នាមានចម្ងល់ណាមួយអាចឆាតមក admin បាននេះជា Telegram របស់ admin អរគុណច្រើន